ហើយចិនគេដឹងច្បាស់ណាស់ជាមួយកម្ពុជាគឺជាមិត្តបំណុលទេមិនមែនជាមិត្តអភិវឌ្ឍអីប្រហែលទេព្រោះអីមិត្តបំណុលហ្នឹងគឺខ្ញុំសំដៅទៅលើថាយកខ្ចីលុយចិនហ្នឹងយកមកអភិវឌ្ឍនេះអភិវឌ្ឍនោះយកលុយចិនមកកណ្ដោចពាក់គេ4-5,000 លានដុល្លារសងតការប្រាក់គេសងមិនគ្រប់ប៉ុណ្ណឹងហេដ្ឋារចនាសម្ព័ន្ធសពបែបយ៉ាងហ្នឹងគឺជាបំណុលទេហើយឥឡូវនេះដល់ពេលដែលលោកអនុទិនច័ន្ទវរៈគុលទៅដល់ប្រាសាទតាមាន់ធំឲ្យបង្ហាញរូបថតបែបនេះគឺកាន់តែច្បាស់ថាអ្វីដែលកម្ពុជាអះអាងថាប្រាសាទតាមាន់ធំយើងគ្រប់គ្រងបាន 100% ហ្នឹងគឺជានយោបាយប្រជាពិធទេតែអាបលាលួសនឹងវាចូលលើសពីមីលីម៉ែត្រអាផ្លូវឈូសឆាយគេឈូសផ្លូវដល់ភូមិព្រៃច័ន្ទហើយនឹងនងណាជោគជ័យដល់អាកន្លែងបលាលួសអាគេដាក់កង់ឡានហ្នឹងគេចាក់ដីលុបផ្លូវហ្នឹងឈូសមុខផ្ទះប្រជាពលរដ្ឋប្រមាណខ្នងហ្នឹងមានទីប្រឹក្សារដ្ឋាភិបាលហ្នឹងថាអូអាហ្នឹងកុំទៅជឿទៅគេជីក 3-4 គីឡូឆ្ងាយពីព្រំដែនចុះអស់លួតហើយអីក៏មានសតិអារម្មណ៍មួយចង់ទៅការពារនិយាយការពារខ្វះការពិតហ្នឹងបានអីគេមកវិញកំពុងតែឆ្ងល់ឲ្យប្រជាពលរដ្ឋគេចោទថាយើងជាជនក្បត់ជាតិហ្នឹងយើងចង់បានអញ្ចឹងអីតាក់ទងនឹងរឿងចិនប្រកែកពីរឿងផ្ដល់អាវុធឲ្យខ្មែរដើម្បីយកទៅវាយគ្នាប្រយុទ្ធគ្នាជាមួយថៃនេះគឺជារឿងមួយម្ដងទៀតហើយដែលដូចខ្ញុំបានជម្រាបអញ្ចឹងថាចិនគឺជាអ្នកដែលប្រយោជន៍សួនតួនិយមទេគឺបានន័យថាគេគិតតែពីប្រយោជន៍របស់ប្រទេសគេហើយនឹងសេដ្ឋកិច្ចរបស់គេនិងនយោបាយរបស់គេទេអញ្ចឹងនៅពេលដែលមានបញ្ហាអីគឺគេដោះដៃគេប្រលេះយើងចោលយើងដឹងហើយនៅពេលដែលយើងអែបចិនខ្លាំងមែនតើគឺនៅពេលដែលមានបញ្ហាចិនគឺគេទៅធ្វើសម្ពយុទ្ធយោធាជាមួយថៃនេះគឺជាអំពើអគុណធម៌មួយយ៉ាងច្បាស់ក្រឡែតដែលធ្វើឲ្យហួសចិត្តដែលថាតើចិនលេបរួចទៅទេនៅពេលដែលខ្មែរខំអោបជើងអោបដៃអង្វរលន់តួសុំឲ្យជួយខ្មែរគ្រប់ពេលទោះបីជាយើងបំផ្លាញសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យតែទៅអោបជើងចិនដើម្បីបានជំនួយបន្តដើម្បីបានមករស់ក្នុងពេលដើម្បីអាចបន្តរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យតទៅទៀតមិនស្ដាប់អន្តរជាតិសហគមន៍អឺរ៉ុបដែលគេថ្កោលទោសអីទេព្រោះបានចិនឥឡូវដល់ទៅពេលមានសង្គ្រាមជាមួយថៃឆ្លោះគ្នាជាមួយថៃចិនគេមានទំហំសេដ្ឋកិច្ចជាមួយថៃច្រើនអាណែកហើយចិនគេដឹងច្បាស់ណាស់ជាមួយកម្ពុជាគឺជាមិត្តបំណុលទេមិនមែនជាមិត្តអភិវឌ្ឍអីប្រហែលទេព្រោះអីមិត្តបំណុលហ្នឹងគឺខ្ញុំសំដៅទៅលើថាយកខ្ចីលុយចិនហ្នឹងយកមកអភិវឌ្ឍនេះអភិវឌ្ឍនោះយកលុយចិនមកកណ្ដោចពាក់គេ4-5,000 លានដុល្លារសងតការប្រាក់គេសងមិនគ្រប់ប៉ុណ្ណឹងហេដ្ឋារចនាសម្ព័ន្ធសពបែបយ៉ាងហ្នឹងគឺជាបំណុលទេមិនមែនជានេះគាត់ថាចិនអត់ខ្វល់នឹងការឲ្យយើងខ្ចីទេដោយសារតែស្រមៃថាថ្ងៃណាមួយបើប្រទេសកម្ពុជាមិនមានលទ្ធភាពសងចិនហើយជាគេហៅថាជំនួយឬក៏ថាប្រាក់កម្ចីតាមរដ្ឋាភិបាលគឺគេយ៉ាងហោចណាស់រឹបអូសយកដីយើងកំពុងផែយើងឬក៏កន្លែងណាដែលចិនចង់បានដូចនៅប្រទេសដទៃទៀតទៅព្រោះអីនេះគឺជាកាតព្វកិច្ចអន្តរជាតិទៅក្នុងនាមរដ្ឋាភិបាលតែចេះតែយកលុយគេកជឿធ្លុះយកមកនៅពេលដែលយើងអត់មានអីសងគេគឺរដ្ឋាភិបាលហ្នឹងបើអស់ទៅគឺខ្មែរគ្រប់ចំនួនហ្នឹងត្រូវសងគេវាអត់មានប្រកែកអីបានសោះព្រោះអាហ្នឹងគឺអញ្ចឹងបានថាអ្នកដែលតំណាងឲ្យរដ្ឋាភិបាលមិនមែនបានន័យថាជិះសេះលែងដៃស្រែចិត្តទេព្រោះយើងទាំងអស់គ្នាតំណាងឲ្យរាជ17 លាននាក់យករាជ17 លាននាក់ធ្វើជាចំណាប់ខ្មាំងដើម្បីដោះដូរនៅក្នុងកិច្ចសហប្រតិបត្តិការអីឬខ្ចីលុយគេអញ្ចឹងឧទាហរណ៍ពេលដែលខ្ចីលុយគេហ្នឹងយករាជ17 លាននាក់យកទៅប្រាប់ថាខ្ញុំតំណាងឲ្យ17 លាននាក់ដល់តែពេលលុយហ្នឹងយកមកមិនដឹងចូលទៅប្រភពណាខ្លះអញ្ចឹងឧទាហរណ៍អាលុយយកមកពីចិនលឹមលំអីយ៉ាងម៉េចក៏យើងតាមមិនដឹងព្រោះអីប្រព័ន្ធដឹកនាំរដ្ឋដែលគ្មានតម្លាភាពគ្មានប្រជាធិបតេយ្យគ្មានសិទ្ធិមនុស្សគ្មានគណៈបកប្រឆាំងក្នុងសភារដ្ឋាភិបាលធ្វើអីស្រេចចិត្តហ្នឹងហើយដល់ពេលអញ្ចឹងយើងមិនមែនទៅតំណាងឲ្យប្រជារាស្ត្រ17 លាននាក់ណាតំណាងឲ្យតែមួយក្រុមខ្លួនហ្នឹងហើយទៅប្រជារដ្ឋ17 លានណាជពាក់លុយគេទាំងអស់គ្នាដល់ពេលមានបញ្ហាអីរដ្ឋាភិបាលចុះទៅបាត់ឧទាហរណ៍កូនក្មេងក្រោយកើតមកជពាក់ចិនគ្រប់គ្នាត្រូវតែសងលុយគេអត់បានចាយមួយរៀលសោះបងប្អូនថៃអត់បានចាយមួយរៀលអីគេធ្វើស្ពានគេធ្វើផ្លូវធ្វើអីហ្នឹងក្រែងជិះលើផ្លូវហ្នឹងគេអត់យកលុយយកអីកានអាហ្នឹងគឺជាជំនួយអភិវឌ្ឍឲ្យគេជួយមកកណោក៏ដឹកហ្នឹងក្រែងអាស្រ័យផលហ្នឹងបដាបើតាមពិតអាស្រ័យផលនឹងវាមិនបានផលអីដល់ប្រជាពលរដ្ឋច្រើនដូចថាបើ10ទៅបានប្រជាពលរដ្ឋ1 2អញ្ចឹងហាលុយនឹងវាយកមកហ្នឹងគឺធ្វើឲ្យប៉ះពាល់សិទ្ធិមនុស្សប្រជាធិបតេយ្យព្រោះចិនអត់ខ្វល់រឿងហ្នឹងឥឡូវអញ្ចឹងនៅពេលដែលឆ្លោះគ្នាជាមួយថៃសង្ឃឹមតែចិនជួយឥឡូវចិនដកដៃចោលទៀតធ្វើសម្ពយុទ្ធយោធាជាមួយថៃផ្កើនដាក់ចិនដាក់ខ្មែរដែលប្រជាពលរដ្ឋយោធាខ្មែរស្លាប់កជើងគ្នាដោយសារតែការពីអធិបតេយ្យជាមួយនឹងថៃឈ្លានពានឥឡូវមិត្តមហាដៃថៃ10000 ឆ្នាំរបស់ខ្មែរទៅធ្វើសម្ពយុទ្ធយោធាបង្ហោះយន្តហោះបណ្ដេញដែលទម្លាក់គ្រាប់លើក្បាលលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ហ្នឹងឲ្យយើងឈឺចាប់ទៀតឥឡូវមកដល់ចំណុចដែលម្សិលមិញមួយថ្ងៃនេះអ្នករាយការណ៍យកស៊ើបការសម្ងាត់ថៃគេថារកឃើញថាទាហានថាចិនហ្នឹងបានផ្ដល់សពាវុធឲ្យកម្ពុជាដើម្បីប្រយុទ្ធគ្នាជាមួយថៃប៉ះពាល់ដល់ជនស៊ីវិលអីមានអា BM21 អីចឹងល្បិចរបស់ថៃនេះគឺចង់ដាក់សម្ពាធទៅលើចិនថាណែឯងធ្វើអត់តាន់គ្រប់គ្រាន់ទេព្រោះកម្ពុជាអាងចិនហើយបើមានរឿងអីអាចអាវុធយុទ្ធភ័ណ្ឌរបស់ចិនដែលផ្ដល់ឲ្យកម្ពុជាហ្នឹងអាចយកទៅបាញ់គ្នាជាមួយថៃហើយទំហំសេដ្ឋកិច្ចថៃជាមួយចិនធំសម្បើមជាងកម្ពុជាទៀតបើចិនមិនដាក់សម្ពាធកម្ពុជាឬក៏រឿងអីលៀងខ្លួនតាក់ទងនឹងរឿងសពាវុធហ្នឹងទេថៃអត់ព្រមឃើញថៃយកល្បិចមួយគឺធ្វើបាបផ្លូវចិត្តកម្ពុជាផងធ្វើបាបផ្លូវចិត្តចិនផងដោយសារតែគេកាន់ដងដាវនៅពេលហ្នឹងពួកយកអាសេដ្ឋកិច្ចថៃដែលចិនចំណេញពីថៃយ៉ាងកប់ក្តោងនោះយកមកជាលេសដើម្បីដាក់សម្ពាធឲ្យចិនធ្វើយ៉ាងណាប្រើសារថាចិនអត់ពាក់ព័ន្ធអីជាមួយកម្ពុជាទេអញ្ចឹងរឿងសពាវុធនេះគឺនៅពេលដែលចិនគេថាគេរកឃើញថាថៃរកឃើញថាចិនផ្ដល់ឲ្យកម្ពុជាមុនមានការផ្ទុះអាវុធថ្ងៃ24 ខែកក្កដាហ្នឹងបានន័យថាដឹកអាវុធមុននឹងប្រហែល 2-3 សប្តាហ៍ហ្នឹងដឹកយ៉ាងសន្ធាប់ចូលមកប្រទេសកម្ពុជាដោយតាមពិតទៅយើងឃើញ
ការដឹកអាវុធដឹកអីហ្នឹងជួនកាលហ្នឹងយើងទាំងអស់គ្នានឹងអេកណាខាងយើងមិនខ្វះអាវុធខ្វះអីចឹងទៅតែខាងក្រុមស៊ើបការសម្ងាត់របស់ថៃហ្នឹងត្រូវបានសារព័ត៌មាន The New York Times យកទៅចុះផ្សាយហ្នឹងគេចង់បញ្ជាក់ថាកម្ពុជាពិតជាទទួលបានអាវុធពីចិនមែនហើយចិនអត់ប្រកែករឿងការផ្ដល់អាវុធទៅកម្ពុជាទេហើយខ្ញុំថាបើចិនប្រកែកក៏មិនដឹងប្រកែកផ្លូវណាដែរប៉ុន្តែអ្វីដែលចិនប្រកែកគឺចិនបាននិយាយថាអត់បានផ្ដល់អាវុធយុទ្ធភ័ណ្ឌឲ្យកម្ពុជាដើម្បីយកទៅវាយគ្នាជាមួយនឹងថៃទេអញ្ចឹងបានន័យថាចិនប្រាប់ថាអ្វីដែលជាអាវុធយុទ្ធភ័ណ្ឌបញ្ជូនឲ្យកម្ពុជាគឺមុនដែលមានការផ្ទុះអាវុធទេតែមិនមែនក្រោយទេអញ្ចឹងបានន័យថាក្រោយមកហ្នឹងចិនអត់បានផ្ដល់អីទៀតទេកុំឲ្យថៃចោទថាយកអាវុធរបស់ចិនហ្នឹងដែលមិត្តរួមរស់ស្លាប់រស់ជាមួយថៃផ្នែកសេដ្ឋកិច្ចដែរហ្នឹងបានផលទៅវិញទៅមកហ្នឹងយកអាវុធចិនហ្នឹងយកទៅសម្លាប់យោធាថៃអីអញ្ចឹងធ្វើឲ្យជនជាតិថៃមិនអាចទទួលយកបានអញ្ចឹងចិនចង់មិនចង់ត្រូវតែដោះដៃពីកម្ពុជាក្នុងរឿងមួយថាអត់បានផ្ដល់អាវុធដើម្បីយកមកវាយគ្នាជាមួយនឹងថៃអញ្ចឹងក្នុងន័យនេះគឺថៃចង់បានអញ្ចឹងថៃចង់បានឲ្យចិននិយាយមកថាខ្លួនអត់គ្រប់គ្រងកម្ពុជារឿងសពាវុធហ្នឹងអីហ្មងទេអញ្ចឹងបើសិនជាមានសង្គ្រាមអីជាមួយថៃទៀតបានន័យថាចិនក៏នៅតែមិនអាចផ្ដល់សពាវុធអីឲ្យខ្មែរបានទៀតដែរទោះក្នុងតម្លៃណាក៏ដោយព្រោះអីចិនប្រកែកថាយកអាវុធនឹងយកទៅប្រយុទ្ធជាមួយថៃថៃគេរករឿងអញ្ចឹងបានន័យថាបើមានសង្គ្រាមគឺយើងអត់មានអាវុធពីចិនមកដើម្បីនឹងទៅវាយជាមួយថៃបានទេថៃចង់បំបាក់ស្មារតីទ័ពខ្មែរចង់បំបាក់ស្មារតីផ្លូវទូតផ្លូវអីដើម្បីឲ្យចិនចេញមកប្រកាសថាអត់មានជួយអាវុធទេពីមុនមានប៉ុន្មានប្រើប៉ុណ្ណឹងបើអស់គ្រាប់គឺអស់ហើយព្រោះអីបើមានការប្រយុទ្ធគ្នាទៀតគឺលែងមានអាវុធចិនហើយព្រោះចិនប្រកែកឲ្យថាឲ្យតែពីមុនសង្គ្រាមតែមានការឆ្លោះគ្នាចិនគេប្រើពាក្យអញ្ចេះថាចិនមិនមានចំណែកសួនតួណាមួយនៅក្នុងចំនួនរវាងកម្ពុជាថៃទេឃើញចិននិយាយចិនអត់គ្រប់គ្រងថៃកាប់មុខចិនក៏មិនគ្រប់គ្រងកម្ពុជាកាប់មុខអញ្ចឹងបានន័យថាមិត្តដៃថៃរបស់កម្ពុជានៅពេលនេះបញ្ជាក់ប្រាប់ថាចិនមិនមែនជាមិត្តកម្ពុជាទេនៅក្នុងចំនួនកម្ពុជាថៃហើយចិនក៏មិនមែនជាមិត្តថៃដែរនៅក្នុងចំនួនកម្ពុជាថៃចិនចង់ប្រាប់ថាខ្លួននៅឯករាជ្យប៉ុន្តែឯករាជ្យយ៉ាងដូចម្ដេច10000ឆ្នាំរបស់កម្ពុជាអារឿងថៃខ្ញុំមិនសូវខ្វល់ប៉ុន្មានព្រោះគេឯករាជ្យយូរហើយគេមិនត្រូវការដង្ហើមចិនដកទេតែខ្មែរយើងត្រូវការដង្ហើមចិនដកនេះហើយដល់ពេលគេប្រលេះដៃអញ្ចឹងគេប្រាប់ថាគេមិនមែននៅខាងកម្ពុជាអីអញ្ចឹងអានេះគឺជារឿងមួយដែលថៃធ្វើទុកបុកម្នេញផ្នែកផ្លូវចិត្តកម្ពុជាយ៉ាងសម្បើមហើយឥឡូវចិនចំក៏ត្រូវតែប្រកាសប្រាប់ថាអត់មានបានជួយកម្ពុជាក្នុងរឿងប្រយុទ្ធគ្នានឹងទេប៉ុន្តែអាវុធពីមុនមកអត់ប្រកែកទេចាប់ពីពេលនេះតទៅនៅពេលដែលមានចំនួនព្រំដែនបែបនេះការទិញអាវុធពីចិនឬក៏បានទទួលអាវុធពីចិនកម្ពុជាអាចលំបាកហើយចិនក៏ថ្លឹងថ្លែងដែរកម្ពុជាពុំមានលុយទៅទិញអាវុធដូចពីចិនអីសម្បើមដូចថៃថៃទិញអាវុធពីចិនមកកណោទៅថៃខូចពេលដែលខ្លួនឯងទិញអាវុធពីចិនបានអត់អីពេលដែលខ្លួនឯងយកអាវុធពីអាមេរិក F16 យកទម្លាក់លើក្បាលខ្មែរអត់អីពេលដែលខ្លួនយកអាវុធយុទ្ធភ័ណ្ឌពីស៊ុយអែតអា Gripen Fighter Jet យកមកទម្លាក់លើដីខ្មែរអត់ខុសតើតែខ្មែរប្រើទិញអាវុធពីចិនខ្មែរតាមពិតបើរឿងនិយាយទិញអាវុធខ្មែរមានសិទ្ធិទិញអាវុធពីប្រទេសណាក៏បានដែរគ្រាន់តែថារឿងដែលសំខាន់គឺខ្មែរមិនមានលុយទិញតែប៉ុណ្្នឹងទេតែមានលុយតែពីអាមេរិកក៏លក់ឲ្យដែរប៉ុន្តែខ្ញុំនិយាយលក់អាវុធបន្តិចមែនតើទៅគឺវាមានលក្ខខណ្ឌដែរការលក់អាវុធពីប្រទេសប្រជាធិបតេយ្យបើចិនគង់ខ្វល់ទេឲ្យតែជពាក់ទៅចេះយកទៅរុំសួតនឹងជពាក់គេសងការប្រាក់គេសងរួចខ្ញុំនិយាយចឹងបំណុលកណ្ដាការឡើងព្រោះចិនចេះយកមកយកប្រើទៅព្រោះអាសពាវុធហ្នឹងឲ្យអស់ពីឃ្លាំងទៅផលិតថ្មីអីផងទៅអាមេរិកនិងអឺរ៉ុបគេមានកាតព្វកិច្ចមួយថាអាវុធយុទ្ធភ័ណ្ឌមិនអាចលក់ទៅប្រទេសកុម្មុយនីសបានទេប្រទេសដែលខ្វះសិទ្ធិមនុស្សនិងប្រជាធិបតេយ្យគឺគេមានច្បាប់មួយគឺមិនអាចលក់បានបើលក់គឺតតែឆ្លងកាត់ការប្រជុំសភាអីវែងឆ្ងាយណាដូច្នេះគេមានក្រមសីលធម៌កន្លែងហ្នឹងមួយដែរព្រោះគេខ្លាចអាវុធយុទ្ធភ័ណ្ឌហ្នឹងធ្លាក់ទៅដៃពួកប្រជាការពួកទៀមពួកអីទៅវាធ្វើឲ្យមានអសន្តិភាពមានបញ្ហាអសន្តិសុខពិភពលោកអីចឹងទៅអញ្ចឹងនៅក្នុងន័យនេះកម្ពុជាក្នុងបញ្ជីខ្មៅផ្នែករំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យពិបាកនឹងទិញអាវុធពីប្រទេសសេរីណាគឺជាពិសេសប្រទេសអាមេរិកនិងសហភាពអឺរ៉ុបឬក៏ស៊ុយអែតអីនោះក៏ប៉ុន្តែអាវុធគឺគេលក់ដើម្បីបានលុយអញ្ចឹងបើយើងគ្រាន់តែការទូតយើងកែសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឲ្យស្អាតបន្តិចទៅយើងអាចនៅតែទិញបានពីអឺរ៉ុបពីអាមេរិកដែរឲ្យតែមានលុយតែសំខាន់យើងអត់មានលុយលោកអនុទិនច័ន្ទវរៈគុលដឹកនាំគណៈប្រតិភូរដ្ឋាភិបាលនិងកងទ័ពមានមេបញ្ជាការកងទ័ពនៅក្នុងភូមិភាគ2នឹងផងបានចុះទៅកាន់ប្រាសាទតាមាន់ធំថតរូបពីក្នុងប្រាង្គប្រាសាទតាមាន់ធំបញ្ជាក់អំពីថាថៃគ្រប់គ្រងប្រាសាទតាមាន់ធំនៅពេលដែលកម្ពុជាច្បាស់ខ្លួនឯង 100% ថាយើងគ្រប់គ្រងប្រាសាទតាមាន់ធំតាមពិតយើងច្បាស់តែនយោបាយប្រជាពិធទេលោកអ្នកវងដែលប្រាប់ទៅខាងក្រមសង្កេតការអន្តរជាតិនោះក៏បានប្រាប់ដែរថាប្រាសាទតាមាន់ធំកាលមុនវាយគ្នាខ្មែរគ្រប់គ្រងតែដល់ពេលក្រោយវាយគ្នាហើយមានបាត់ជប់បាញ់ថៃមកដាក់ត្រង់សេដាក់អីជ្រៀតចូលមកដាក់បលាលួសដាក់អីឥឡូវថៃគេថាគេគ្រប់គ្រងបានគឺគ្រប់គ្រងក្រោយបាត់ជប់បាញ់ទៅវិញវាគួរឲ្យអកុសលនឹងឈឺចាប់មែនតើប៉ុន្តែអាការទទួលស្គាល់ភាពឈឺចាប់នេះគឺយើងធ្លាប់គ្រប់គ្រងប្រាសាទតាមាន់ធំ5នាក់ឥឡូវនេះថៃគេថាគេគ្រប់គ្រងគេរហូតតថាចូលលើក្រោយតមានវីសាមានប៉ាសពតអីទៀតផងវាហើយឥឡូវនេះដល់ពេលដែលលោកអនុទិនច័ន្ទវរៈគុលទៅដល់ប្រាសាទតាមាន់ធំឲ្យបង្ហាញរូបថតបែបនេះគឺកាន់តែច្បាស់ថាអ្វីដែលកម្ពុជាអះអាងថាប្រាសាទតាមាន់ធំយើងគ្រប់គ្រងបាន 100% ហ្នឹងគឺជានយោបាយប្រជាពិធទេដើម្បីលួងចិត្តប្រជាពលរដ្ឋខ្ញុំជឿថារដ្ឋាភិបាលច្បាស់ជាពិបាកផ្លូវចិត្តច្រើនណាស់ព្រោះចង់លៀងចង់ស្អំប្រជាពលរដ្ឋឲ្យជឿថាយើងមិនបាត់ដី1មីលីម៉ែត្រណាទេប៉ុន្តែអាបលាលួសនឹងវាចូលលើសពីមីលីម៉ែត្រអាផ្លូវឈូសឆាយគេឈូសផ្លូវដល់ភូមិព្រៃច័ន្ទហើយនឹងនងណែជោគជ័យដល់អាកន្លែង
បលាលួសអាគេដាក់កង់ឡានហ្នឹងគេចាក់ដីលុបផ្លូវហ្នឹងឈូសមុខផ្ទះប្រជាពលរដ្ឋប្រមាណខ្នងហ្នឹងមានទីប្រឹក្សារដ្ឋាភិបាលហ្នឹងថាអូអាហ្នឹងកុំទៅជឿទៅគេជីក3 4គីឡូឆ្ងាយពីព្រំដែនចុះអស់លូតហើយអីក៏មានសតិអារម្មណ៍មួយចង់តការពារនិយាយការពារខ្វះការពិតហ្នឹងបានអីគេមកវិញខ្ញុំកំពុងតែឆ្ងល់ឲ្យប្រជាពលរដ្ឋគេចោទថាយើងជាជនក្បត់ជាតិហ្នឹងយើងចង់បានអញ្ចឹងអីអស់លោកស្រឡាញ់ជាតិណាស់ខ្ញុំចង់ប្រាប់គេថាគេមិនយកដីយើងបានសំបីតែ1មីលីម៉ែត្រណាទេគេមិនបានឈូសឆាយដីគេមិនអីទេកុំភ័យអត់បាត់ទេជឿជាក់លើរដ្ឋាភិបាលប៉ុន្តែដល់ពេលប្រជាពលរដ្ឋឃើញផ្ទាល់ភ្នែកឡានគេយកដីមកចាក់ទាំងឡានបែនទាំងឡានអាកាម៉ាស់ហ្នឹងយកមកនៅជាប់អាកន្លែងស្អីគេអាវាំងននខ្មៅនៅភូមិជោគជ័យហ្នឹងអស់លោកអត់មានបើកភ្នែកមើលផងហ្នឹងហើយទៅចេះតាទៅហើយភាសាអញ្ចឹងបានថាភូតច្រើនចាញ់អាត្មារបស់អស់លោកខំប្រឹងធ្វើអញ្ចឹងខ្ញុំប្រាប់ថាឈប់បានឈប់ទៅអានិយាយភាសាប្រជាពិធដ្ឋអីហ្នឹងប្រជាពលរដ្ឋគេតលន់ហើយធ្វើវិញធ្វើទៅហើយឈប់អាកោលទោសឈប់អាតវ៉ាឈប់អាជូនដំណឹងឈប់អាស្នើអំពាវនាវអីហ្នឹងទៀតទៅដាក់ប្តឹងទៅហើយបើដាក់ប្តឹងទៅវាអស់មានរឿងអីហើយមិនបាច់និយាយអីទេប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទៅវាចប់ហើយឲ្យបងប្អូនប្រជាពលរដ្ឋស្ងប់ចិត្តផងថាអូខេឥឡូវរដ្ឋាភិបាលអត់ធ្មត់អត់ធន់អីក៏អត់ចោះថៃគេចូលមកយកដល់ណាដល់ណីហើយឲ្យបានជាពាក្យបណ្ដឹងផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិមកសន្លឹកទៅគ្រាន់ស្អំបេះដូងឥឡូវហ្នឹងអស់លោកមកនិយាយហ្នឹងអត់បានស្អំទេធ្វើឲ្យប្រជាពលរដ្ឋមួម៉ៅក្តៅក្រហាយថាពេលដែលរឿងដល់ប៉ុណ្ណឹងហើយយើងនៅកាយកប់ត្រឡប់ជន់ប្រឡប់ចឹងទៀតអាប្រាសាទតាមាន់ធំគេឥឡូវរដ្ឋមន្ត្រីថៃចុះទៅដល់ហើយយើងថាយើងនៅគ្រប់គ្រងទៀតនេះរំលឹកដល់អាកាលសម័យខ្មែរក្រហមបងប្អូននៅពេលដែលគាត់ចូលវាយដល់ភូមិណាមួយអាវិទ្យុខ្មែរក្រហមហ្នឹងសុទ្ធតែអាខ្មាំងយួនយើងក៏សម្លាប់គ្រាន់តែគោងាប់អស់500ក្បាលយើងសម្លាប់អាខ្មាំងយួនបានប៉ុណ្ណេះអ្នកហើយតាមពិតគោនៅភូមិហ្នឹងមាន20ក្បាលទេនិយាយពីរងងាប់500ក្បាលរឹបអូសអាខ្មាំងយួនងាប់ពេញព្រៃខ្មាំងយួនណាគេចូលទៅទៅហ៊ានឆ្លប់មាន2អ្នក3អ្នកគេវាយប្រើគេរត់ចោលអស់បាត់ទៅអត់ទាំងចាប់អីបាននិយាយពីចាប់បានរហូតដល់យើងស្ដាប់ទៅអានយោបាយហ្នឹងគឺខ្មែរក្រហមទៅហ៊ានហ្នឹងស្ដាប់មកគឺរុលទៅមុខឈ្នះរហូតដល់ពេលចូលទៅអស់បានដឹងថាមានគ្នាតែ3 4នាក់គេរត់ចោលជួអស់ហើយពួកនៅសល់ពួកថាវាយឈ្នះគេរហូតនេះគឺជាគ្រោះថ្នាក់មួយដែរបងប្អូនយើងទទួលស្គាល់ការពិតមិនមែនបានន័យថាយើងអន់ទេទទួលស្គាល់ការពិតគឺធ្វើឲ្យប្រជាពលរដ្ឋត្រៀមខ្លួនដើម្បីជួយជាពិសេសប្រជាពលរដ្ឋនៅក្រៅប្រទេសឬនៅគ្រប់ទិសទីបើដឹងថាប្រាសាទតាមាន់ធំបានតែគេដល់អញ្ចឹងហើយរដ្ឋាភិបាលព្រមទទួលស្គាល់អាចនឹងគេជេរស្ដីរដ្ឋាភិបាលក៏ពិតមែនហើយយើងគ្រប់គ្រងប្រាសាទនឹងមិនបានប៉ុន្តែឲ្យប្រជាពលរដ្ឋមានភ័ស្តុតាងដើម្បីតស៊ូតវ៉ានៅលើឆាកអន្តរជាតិដើម្បីដាក់ពាក្យប្តឹងទៅតុលាការអីខ្លះទៅឲ្យទាន់ពេលវេលាកុំឲ្យយឺតពេលអញ្ចឹងតែអត់បិទរហូតព័ត៌មានហ្នឹងហើយខ្ញុំជឿថាការដែលបិទនេះគឺកាន់តែគ្រោះថ្នាក់ហើយនៃការដែលមន្ត្រីទីប្រឹក្សារដ្ឋាភិបាលឯងមកនិយាយថាគេឈូសនឹង3 4គីឡូអីឆ្ងាយពីហ្នឹងអស់លោកកំពុងតែធ្វើឲ្យប្រវត្តិសាស្ត្រជេរស្ដីអស់លោកនៅក្នុងការបិទបាំងព័ត៌មានពិតលើកជើងរដ្ឋាភិបាលស្អំចិត្តប្រជាពលរដ្ឋតែក្នុងពេលជាមួយគ្នានឹងគ្រាប់គ្រោះវាធ្លាក់ចូលក្នុងបេះដូងទៅហើយរូងដល់ខ្លាំងប្រមាត់ទៅហើយអស់លោកថាអត់អីទេកុំជឿអាហ្នឹងវាមិនដល់ហ្នឹងទេវានៅឆ្ងាយណាស់ឆ្ងាយយ៉ាងម៉េចភូមិជោគជ័យហ្នឹងនៅជាប់លបងហ្នឹងប្រជាពលរដ្ឋនៅអង្គុយមើលមឹសមករាល់ថ្ងៃឃើញគេធ្វើអញ្ចឹងវារងគ្រោះអញ្ចឹងបើអស់លោកឈប់និយាយដោះសារអញ្ចឹងទៀតហើយនាំគ្នានិយាយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋជួយគ្នាដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិវិញខ្ញុំជឿថាចំណេញជាងហើយគេនឹងសារតអស់លោកផងគេសរសើរថាអូពួកគាត់ភ្ញាក់រលឹកហើយដឹងខ្លួនហើយគឺគាត់ចាប់ផ្ដើមធ្វើរឿងត្រូវហើយអញ្ចឹងកុំជេរបន្តិចផ្ដាសាគាត់ព្រោះគោលដៅដូចគ្នាស្រឡាញ់ជាតិដូចគ្នាអញ្ចឹងតែឥឡូវអត់ទេអស់លោកនៅតែប្រើនយោបាយប្រជាពិធគ្រប់រឿងអាមិនទាន់បានដាក់ពាក្យប្តឹងក៏ច្បាស់នឹងដាក់ពាក្យប្តឹងអីអញ្ចឹងទៅប្រជាពលរដ្ឋពលព័ត៌មានមិនដឹងជឿណាទុកចិត្តណាទេលែងស្គាល់ទិសតំបន់អានឹងហើយដែលធ្វើឲ្យអស់លោកស្រួលគ្រប់គ្រងនៅពេលដែលព័ត៌មានវល់រកទិសតំបន់គ្មានអាហ្នឹងហើយនៅពេលដែលកំពុងតែព័ត៌មានវល់នៅព្រំដែនហ្នឹងក្រុមព័ត៌មានឃោសនិកគេឡើងមកជេរបន្តិចផ្ដាសាជាបុគ្គលឥឡូវហ្នឹងយកមួងណារ៉េតធ្វើជាត្រីមុខនៅក្នុងការវាយប្រហារសូមជម្រាបជូនអស់លោកមួងណារ៉េតអត់មានពេលកំដរអស់លោកទៀតទេខាត់ពេលវេលាណាស់អស់លោកកំពុងតែពង្រៀងស្ថានភាពឲ្យឆ្ងាយពីរឿងព្រំដែនដែលគេកំពុងតែរំលោភយកឲ្យមកវាយប្រហារមួងណារ៉េតជាជនសាមញ្ញបង្អែមលៀងមាត់មកផ្ទះទេបានហើយអស់លោកធ្វើឲ្យត្រូវទៅវាអត់មានបញ្ហាទេកុំចាំបាច់យកអ្វីមកលុបលាងបំផ្លាញព្រឹត្តិការណ៍បង្វែងដានប្រជាពលរដ្ឋឲ្យមកចាប់អារម្មណ៍លើបុគ្គលមួងណារ៉េតនេះបានហើយមានតារាល្បីអីគេនឹងយកឈ្មោះខ្ញុំយកទៅជេរបន្តិចផ្ដាសាវាយប្រហារខ្ញុំគ្មានពេលនឹងជូនដំណើរអស់លោកកំដរអស់លោកកាត់ទេកិច្ចការជាតិធំណាស់បងប្អូនបេះដូងខ្ញុំសម្រាប់ជាតិមិនមែនសម្រាប់បុគ្គលប៉ោឡែសវឹងអួរតនួប្រមាថការទៀនជេរមរាយកាយឪពុកគេអស់លោកគ្មានតម្លៃសូម្បីតែបន្តិចដើម្បីប្រៀបធៀបនៅក្នុងគុណតម្លៃដែលខ្ញុំស្រឡាញ់ជាតិខ្មែរនេះហើយនឹងនិយាយឲ្យខាត់ពេលទេបានហើយខ្ញុំគ្មានពេលកំដរអស់លោកនៅក្នុងភាសាថោកទាបបាតផ្សារអីហ្នឹងអស់លោកជាក្រុមឲ្យទៅក្នុងភក់ជ្រាំចឹងចោះខ្ញុំគ្មានពេលកំដរទេព្រោះយើងនៅពិភពពីរខុសគ្នាឆ្ងាយពេកខុសគ្នាហៅឡើងលើខ្ញុំស្រឡាញ់ខ្មែរបេះដូងខ្មែរខ្ញុំពិតជាចង់ឲ្យខ្មែរមានសេចក្តីថ្លៃថ្នូរកិត្តិយសសុជីវធម៌សិលធម៌ណាស់ប៉ុន្តែអស់លោកនេះគឺមុជចូលក្នុងភក់ជ្រាំនរុអវជ័យមិនអាចកាយឡើងទេដូច្នេះសូមឲ្យអស់លោកទៅតាមខ្ញុំអហោសិកម្មហើយគ្មានទៀតទេអស់លោកនិយាយខ្ញុំស្លាប់ខ្លួនទៀតក៏បានដែរមួងណារ៉េតគឺមិនចំណាយពេលវេលាអត់ប្រយោជន៍ជាមួយអស់លោកទេអស់ត្រឹមប៉ុណ្្នឹងហើយខ្ញុំគិតការជាតិព័ត៌មានជូនបងប្អូនទៅតាមការគួរបង្អែមលៀងមាត់របស់ខ្ញុំរក្សារសជាតិស្ករត្នោតកំពង់ស្ពឺគោឲ្យឡើងឈ្ងុយឆ្ងាញ់ផ្ដល់ព័ត៌មានពិតជាជាងការពារ
រកដំណោះស្រាយជាជាងដោះសារមិនដូចអស់លោកប្រើនយោបាយប្រជាពិធហើយយូរមកយករឿងបកគលយកមកវាយប្រហារគ្មានបានការអាគេកំពុងតែកាយបលាលុះជីកដីជីអត់ព្រមទៅជួយរើទេមករករឿងខ្មែរគ្នាឯងអត់ប្រយោជន៍ឯណាទៅវិញស្ដាយណាស់ដែលយើងមានធនធានមនុស្សបែបនេះយើងអភ័ព្វបងប្អូនជាតិយើងអភ័ព្វណាស់ដែលមានធនធានមនុស្សបែបនេះគាត់ហៅខ្ញុំថាធនមនុស្សបែបនេះអស់លោកទេដែលជាធនមនុស្សបែបនេះមើលងាយមើលថោកមនុស្សខ្វះសុជីវធម៌ខ្វះសិលធម៌ខ្ញុំថាអស់លោកមេរបស់អស់លោកហ្នឹងក៏គួរខ្មាស់អៀនដែរដែលមានកូនចៅរបៀបលោកនេះដែលធ្វើឲ្យមុខមាត់របស់មេអស់លោកហ្នឹងវាថោកតាមលោកដែរព្រោះគេថាដឹងឆ្ងាយតែម្ដងណាកូនសោតរែងឆ្កងត្បិតមេបាអញ្ចឹងបានន័យថាបើកូនផ្ដេសផ្ដាស់បែបហ្នឹងមេបាគាត់តែប៉ុណ្្នឹងឯងពូជអញ្ចឹងខ្ញុំអត់ចង់ដៀលពូជទេប៉ុន្តែអស់លោកធ្វើឲ្យខូចពូជរបស់ក្រុមអស់លោកដែរតាហើយខ្ញុំនិយាយនេះដើម្បីលើកទឹកចិត្តឲ្យក្រុមលោកល្អទៅឲ្យថ្លៃធ្នូទៅដើម្បីប្រយោជន៍ជាតិយើងតែអស់លោកលើកមិនបាននិយាយទៅលើកស្រង់មិនបានគឺអស់លោកចង់នៅក្នុងភក់ជ្រាំសូមអញ្ជើញបន្តនៅរស់ក្នុងភក់ជ្រាំឲ្យវិជ័យទៀតចុះណារ៉េតមួងណារ៉េតគ្មានពេលកំដរអស់លោកទេយើងនៅពិភពពីរខុសគ្នាឆ្ងាយពេកហើយសូមអញ្ជើញអស់លោកបន្តទៀតចុះវាយបហាស្អីចុះមួងណារ៉េតនឹងបន្តតហើយនេះគឺជាសារចុងក្រោយគឺអត់មានតបអីទាំងអស់គឺអត់រឿងបុគ្គលទេគឺរឿងជាតិមុងណារ៉េតឲ្យតម្លៃទៅរឿងជាតិធំណាស់ឬបុគ្គលនេះគឺអស់លោកកំពុងតែបង្វៀងស្ថានភាពហើយមកយកបុគ្គលមុងណារ៉េតធ្វើជាអស្ចារ្យកុំលើកខ្ញុំខ្ពស់ពេកខ្ញុំជាជនសាមញ្ញទេកុំហៅឈ្មោះខ្ញុំញាប់ពេកបានហើយអស់លោកហៅឈ្មោះខ្ញុំញាប់ពេកទៅធ្វើឲ្យគេស្គាល់ខ្ញុំអស់លោកអត់ចង់ឲ្យគេស្គាល់ខ្ញុំទេតែគេស្គាល់ខ្ញុំទៅតែពេលគេនេះទៅអញ្ចឹងទៅអស់លោកចាប់ផ្ដើមប្របាក់ចិត្តខ្លួនឯងទេមិនអញ្ចឹងកុំអីហីបានហើយបាច់ផ្សព្វផ្សាយឃោសនាឲ្យខ្ញុំទេខ្ញុំមាន fan ខ្ញុំល្មមប៉ុណ្ណឹងបានហើយខ្ញុំជាសាមញ្ញជនសាមញ្ញដែលគ្មានអ្វីក្រៅតែពីគិតប្រយោជន៍ជាតិអស់លោកគិតប្រយោជន៍ជាតិធ្វើទៅប៉ុន្តែប្រយោជន៍ជាតិរបៀបលោកសវឹងខួបផ្សាយព័ត៌មានជេរមរាយកាយឪពុកគេនេះអស់លោកបំផ្លាញគណៈបកប្រជាជនរបស់អស់លោកទៅវិញទេសួរប្រជាពលរដ្ឋទូទាំង17លានអ្នកទៅអ្នកណាដែលគេស្រឡាញ់ពេញចិត្តអស់លោកគេអាចជ័យធ្លាក់ទឹកហើយអើដើម្បីគ្រប់គ្រងអាភាពសាហាវភាពព្រីផ្សៃភាពអមនុស្សភាពអសិលធម៌របស់អស់លោកហ្នឹងគេយកប្រើទេនៅពេលដែលគេអស់តម្លៃហ្នឹងគេខ្ចប់យកកវត្តចោលទេសូម្បីតែប្រជាពលរដ្ឋដែលគ្រប់គ្រងអស់លោកសប្ងៃហ្នឹងគឺជាខ្លាំងខ្លាយទេគឺនៅមានអ្នកណាដែលគេគ្រប់គ្រងលោកជេរមរាយកាយឪពុកហៅម្ដាយគេសិតតែស្រីសផឹងហ្នឹងតើប្រជាពលរដ្ឋខ្មែរដែលកាន់សាសនាពុទ្ធណាគេគ្រប់គ្រងអស់លោកទៅស្ដាប់ទៅដើរសួរគេទៅបានអ្នកដែលគ្រប់គ្រងហ្នឹងហើយដល់ពេលគេសួរវិញចុះបើគេចោទថាម្ដាយឪពុករបស់លោកបងអូនទាំងអស់គ្នាជាស្រីសំផឹងតើយើងឈឺចាប់ទេយើងអាចអត់ឈឺចាប់ដោយសារតែគ្រួសារយើងអញ្ចឹងតែគ្រួសារគេមិនអាក្រក់ដូចយើងឯណាគ្រួសារគេមានសេចក្តីថ្លៃថ្នូរសុជីវធម៌សិលធម៌ក្នុងនាមជាខ្មែរគេមានដូចលោកអស់លោកឯណាដល់អស់លោកតែគិតថាគេដូចខ្លួនឯងដែរហ្នឹងវាមិនត្រូវរឿងចុងក្រោយគឺតកតងនឹងរឿងពលករកម្មករខ្មែរធ្វើបាតកម្មបិទផ្លូវនៅផ្លូវជាតិលេខ3នៅទឹកដីបរិវេណខេត្តកំពង់ស្ពឺខ្ញុំមានសេចក្តីរាយការណ៍ពីខាងអង្គការលីកាដូទេឲ្យខ្ញុំសូមអានសេចក្តីរាយការណ៍របស់អង្គការនេះបន្តិចចុះគាត់ថាព្រឹកនេះកម្មកររាប់ពាន់នាក់បានធ្វើការជួបជុំគ្នានៅមុខរោងចក្រតារ៉ាល់ International Co Ltd នៅក្នុងខេត្តកំពង់ស្ពឺដើម្បីតវ៉ាទាមទារឲ្យកែប្រែលក្ខខណ្ឌការងារមួយចំនួនការប្រជុំគ្នាកម្មករបានបិទកំណត់ផ្លូវជាតិលេខ3នៅមុខរោងចក្រស្ថិតនៅក្នុងឃុំស្នំកពើស្រកងពិសីខេត្តកំពង់ស្ពឺទោះបីជាយ៉ាងណាអាជ្ញាធរប្រមាណជិត100នាក់បានមានវត្តមាននៅកន្លែងតវ៉ានោះដែរអាជ្ញាធរខេត្តកំពង់ស្ពឺម្នាក់ត្រូវបានរាយការណ៍ថាបានទាញខ្សែកាតការងារពីកម្មការិនីនិងតាក់កំភ្លៀងគាត់មួយដៃលើមុខកម្មការិនីនោះនៅពេលដែលក្រុមកម្មករឆ្លើយតបទៅនឹងទង្វើនេះអាជ្ញាធរនោះក៏បានបញ្ញាប់ឡើងរថយន្តនិងបើកចេញទៅបាទទោះជាយ៉ាងនេះក្តីតំណាងកម្មករប្រមាណជាង30នាក់បានចូលទៅជួបចរចាជាមួយក្រុមហ៊ុនហើយក្រុមកម្មករបានសម្រេចបើកផ្លូវឲ្យចរាចរណ៍ឡើងវិញជាបណ្ដោះអាសន្នខណៈពេលដែលពួកគេរងចាំលទ្ធផលនៃកិច្ចប្រជុំនោះបាទក្រុមហ៊ុន Taral International Co Ltd នេះគឺត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាអនុញ្ញាតឲ្យធ្វើការវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណជា$26.6 លានក្នុងវិស័យកាត់ដេរដែលស្ថិតនៅក្នុងស្រុកកងពិសីខេត្តកំពង់ស្ពឺហើយការវិនិយោគនេះនៅក្នុងវិស័យនេះត្រូវបានរំពឹងទុកថាផ្ដល់ឱកាសការងារប្រមាណ6000កន្លែងបាទនេះគឺជាសេចក្តីរាយការណ៍ពីអង្គការសិទ្ធិមនុស្សលីកាដូបាទខ្ញុំស្លេះរឿងនេះត្រឹមប៉ុណ្ណេះហើយតាក់ទងនឹងរឿងព្រៃច័ន្ទនិងភូមិជោគជ័យចុងក្រោយបាទព្រៃច័ន្ទនៃភូមិជោគជ័យនេះបើតាមខ្ញុំទទួលព័ត៌មានពីសារព័ត៌មានថៃនិងផ្សាយស្រស់នេះគឺឥឡូវថៃគេដាក់លក្ខខណ្ឌទៀតបងប្អូនគេដាក់លក្ខខណ្ឌចេះថាគណៈកម្មការជំនួបរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនៅថ្ងៃខាងមុខហ្នឹងអាចនឹងលើកពេលទៀតបើគេថាអាចលើកពេលគឺថៃឥឡូវដាក់សម្ពាធខ្មែរទៀតថាបើចង់ឲ្យគណៈកម្មការនឹងប្រជុំបានតតែដាក់របៀបវិរៈនៃគម្រោងផែនការចលិះប្រជាពលរដ្ឋចេញពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យផងដែលថៃឥឡូវនេះលោកអនុទិនច័ន្ទវរៈគុលបានថ្លែងថាតំបន់នោះគឺជាដីអធិបតេយ្យរបស់ថៃ 100% ហើយត្រូវតែជំនះប្រជាពលរដ្ឋគាត់ថាលោកអនុទិនច័ន្ទវរៈគុលមានភាពទន់ភ្លន់បន្តិចដែរគាត់ថាការជំនះប្រជាពលរដ្ឋនេះមិនធ្វើដោយបង្ខំបណ្ដេញចេញតំណតំណែងទេគឺរកនីតិវិធីជជែកជាមួយកម្ពុជាគាត់ថាគេគិតថាដីហ្នឹងគឺជាដីថៃ 100% ហើយហ្នឹងតាមអ្វីដែលរដ្ឋមន្ត្រីថៃថ្មីហើយយើងឃើញគាត់ចុះទៅព្រំដែនហ្នឹងទៅដួសបបដួសសម្លដាក់ឲ្យទៅហ៊ាននៅព្រំដែនរហូតដល់ថាសរសេរសារលើ Facebook គាត់ថាមានមោទនភាពយ៉ាងក្រៃលែងដែលបានបម្រើវីរៈបុរសរបស់គាត់របស់ថៃឃើញនាយករដ្ឋមន្ត្រីថៃប្រើសារនយោបាយដើម្បីលួងចិត្តទៅហ៊ានឲ្យធ្វើប្រេះផ្ដាស់ទៀតទេហើយលោកច័ន្ទវរៈគុលហ្នឹងថ្ងៃហ្នឹងនិយាយសារពេលចោះជួបយោធាហ្នឹងគាត់ថាអ្នកណាក៏ដោយឲ្យតែហ៊ានស្នើឲ្យបើកព្រំដែនខ្មែរថៃឡើងវិញអ្នកនោះឯងជាបំផុតពីប្រជាពលរដ្ឋថៃទ្រាំជន់សម្លាប់ឯង
nó mà tay trên trong tới với nhá khơi là vô bài tới bom bồn khi ban chuẩn bị bom bồn hay thà rương tụm nóc trong đan Campuchia Thái cứ chỉ rương vô bài mà bạch cái tê đối cho nên nè là vô bài na cả đôi lang máu cứ nâng kênh trong này là vô bài lên gì bị bạch cái tê hay khơi nhá đã sầm piệt dương hột đời xa ấy vô lẹ thà rương đạm min hà lỡ ọt đọt lên thì hiên dương đập bùm bảy nè năng tia đây đời xa thật tham min min chiaประวัติมาต่อว่าอัดโปรมเชนปีภูมิประชันภูมิจกใจยกภูมิจกใจหนึ่งประชันเชื่อจำนวนความเตียดหายอะไรนี่หมดดักแหลกคันเตียดทาบอสันเชื่ออัดโปรมจอจ้าจิมวยไทยดำไปยกchiaประวัติในขนมภูมิประชันหนึ่งจกใจยกมารอกหลายตีเซนาในขนมใดขมายดำไปเอาใจไอ้พับปิดใดไทยเด็กอ่างทาดำบอลใดไทยคือเกนึงมันประชุมคณะกรรมการ GBC นั่งเตะเรื่องนี้การแต่แมนแต่ปันใต้ในขนมเปจิมวยนี้เนี่ยสไลม์มาลีสจิตานั่งเติมทลายซามวยถ้าไงนั่งคือไงตีใบไข่ตัวลานั่งกรมเลขาธิการคณะกรรมการพรมแดนโยธภูมิเพียกัมพูชีไทยកម្រិត RBC បាទទៀបជាង GBC បន្តិចហ្នឹងគឺភូមិភាគ4ខាងកម្ពុជានិងភូមិភាគ2ថៃហ្នឹងគេបានជួបប្រជុំគ្នានៅឯច្រកអូស្មាច់ខេត្តឧត្តរមានជ័យហើយគេជួបហ្នឹងគឺដើម្បីនិយាយអំពីរឿង GBC នេះតើនឹងជជែកអីប៉ុន្តែឥឡូវហ្នឹងបើសិនជាថៃនិយាយបែបហ្នឹងបានន័យថា GBC ហ្នឹងអាចលើកពេលទៀតលើកពេលយ៉ាងណាឲ្យសានវត្តដែលថាត្រូវបដិញ្ញប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទនិងជោគជ័យហ្នឹងដល់ថ្ងៃ10ហ្នឹងហើយចឹងថ្ងៃ10ដុល្លារហ្នឹងនឹងមានរឿងធំកើតឡើងហើយបងប្អូនចឹងរឿងនេះគឺជារឿងរសើបមែនតើហើយកើតឡើងហ្នឹងគឺបានន័យថាបើថៃចាប់ផ្ដើមជំនះប្រជាពលរដ្ឋដេញប្រជាពលរដ្ឋចេញពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យច្បាស់ជាមានការតវ៉ាផ្ទុះទប់ទល់គ្នាប្រវាយបន្ទាប់គ្នាទៀតហើយបើសិនជាមិនមានដំណោះស្រាយអីត្រឹមត្រូវណាតែថៃគេនៅតែប្រកាន់ចំហដាច់ណាត់របស់គេថាគេនឹងនៅតែយកតំបន់ភូមិព្រៃច័ន្ទនិងជោគជ័យឲ្យខាងតែបានព្រោះជាដែនអធិបតេយ្យរបស់គេយើងឃើញជើងចាស់ផ្នែកយោធាអីនៅក្នុងតំបន់ហ្នឹងនៅតែអះអាងថាព្រៃច័ន្ទឬក៏ភូមិជោគជ័យតំបន់ឡងច័ន្ទហ្នឹងគឺជាដីខ្មែរអីចឹងខ្ញុំថាអស់លោកទាំងអស់គ្នាសុទ្ធតែជាបញ្ញវន្តបណ្ឌិតអ្នកដែលមានបទពិសោធន៍ទាហានជើងចាស់អីនេះឯងហើយដែលជាសាកសីរស់ហើយបងប្អូនហើយសាកសីរស់បែបនេះឯងយើងអត់ព្រមកុំនិយាយផ្សាយតាមបណ្ដាញសង្គម Facebook អីអត់ប្រយោជន៍អស់លោកនិយាយអីនិយាយប៉ុន្តែជួយគ្នាដាក់ប្តឹងទៅតុលាការយុតិធម៌អន្តរជាតិ ICJ ណបានគេស្ដាប់យើងនិយាយហ្នឹងគ្រាន់តែបានស្អំចិត្តប្រជាពលរដ្ឋថាហ្នឹងដីយើងប៉ុន្តែតើតយកវាទៅដាក់ក្នុងផតតាងតុលាការហើយប្តឹងទៅគេអាហ្នឹងបានយើងបានមកវិញបើអត់ទេយើងនឹងបាត់វាជារៀងរហូតហើយបងប្អូន